ประเภทในคอมพิวเตอร์คอมพิวเตอร์អាចចេញជា4ប្រភេទចឹងមាន Super Computer Mainframe Computer Mid Range Computer ហើយនឹង Personal Computer ចឹងឯកសារខ្លះគេថាមាន4ប្រភេទដូចគ្នាគាត់ថាទី1 Super Computer Mainframe Mini ហើយនឹង Micro Computer ចឹងឯកសារខ្លះតែគ្រាន់ខុសឈ្មោះ Micro Computer ចឹងនៅក្នុងនេះដោយវាគ្រាន់តែឈ្មោះនៃប្រភេទនៃអ្នកដាក់តែងមេរៀនគេដាក់ឈ្មោះខុសគ្នាមែនតែយើងធ្វើម៉េចឲ្យយើងយល់តើSuper Computer ហ្នឹងវាយ៉ាងម៉េច Mainframe Computer វាយ៉ាងម៉េចហើយនឹង Mid Range ហ្នឹងខុសគ្នាយ៉ាងម៉េចជាមួយនឹង Personal Computer ហ្នឹងណាចឹងឲ្យយើងយល់នឹងយើងអាចបែងញែកហើយបែងចែកប្រភេទ Computer នីមួយៗហ្នឹងវាយ៉ាងម៉េចអញ្ចឹងយើងឃើញរូបនេះយើងឃើញមាន Super Computer នេះណា Super Computer អានេះ Computer ដែលគេដាក់ផ្គុំគ្នាបង្កើតបានទៅជា Computer ដែលធំមួយហើយជាទូទៅ Computer ហ្នឹងគឺជា Computer ដែលគេដាក់នៅក្នុងបន្ទប់ Server Room ពពុះ Super Mainframe Mid Range ហ្នឹង3ខាងលើច្រើនតែគេដាក់នៅក្នុងបន្ទប់ Server Room ដើម្បីផ្ដល់សេវាទៅឲ្យអ្នកប្រើប្រាស់អញ្ចឹងយើងឲ្យយល់ពីប្រភេទនៃ Super Computer គឺជា Computer ដែលគេហៅថាមានសមត្ថភាពខ្ពស់បំផុតបើប្រៀបធៀបទៅក្នុងចំណោម Computer ទាំងអស់ហ្នឹងអញ្ចឹងវាមានគេហៅ the most powerful computer ហ្នឹងហើយវាមានសមត្ថភាពខ្ពស់ហើយប្រើប្រាស់សម្រាប់សាជីវកម្មធំណាហើយចំណែកឯ Mainframe Computer ក៏វាមានសមត្ថភាពដំណើរការទិន្នន័យក៏ដូចជាការផ្ទុកទិន្នន័យបានធំខ្ពស់តែពួកទាំងអស់ហ្នឹងវាត្រូវដាក់ក្នុងបន្ទប់Computer Server Room ដែលមានម៉ាស៊ីនត្រជាក់ណាដោយសារត្រូវបើកចោល24ម៉ោងលើ24ម៉ោងបើករាប់ឆ្នាំគឺអត់មានបិទទេដូចជា Mid Range ក៏ចឹងដែរ Mid Range Computer ត្រូវបានគេឲ្យឈ្មោះថាជា Computer Server ហ្នឹងដែល Computer ត្រូវបានដំណើរការសម្រាប់ផ្ទុកមានប្រភេទ server ហ្នឹងវាមាន web server វាមាន file server ហើយនឹងserver សម្រាប់ផ្ទុកទិន្នន័យផ្សេងទៀតអញ្ចឹងគេប្រើវា3នៅខាងលើហ្នឹងគឺទៅតាមទំហំនៃសាជីវកម្មនីមួយៗអញ្ចឹងទំហំដែលធំត្រូវការអ្នកប្រើប្រាស់ច្រើនគេប្រើ Super Computer ទៅអញ្ចឹងអ្នកដែលតិចជាងហ្នឹងបន្តតបគ្នាអាចមក Mainframe មក Mid Range អញ្ចឹងទៅអ្វីដែលខុសគ្នាគឺតកតងតម្លៃណា Super Computer មានតម្លៃថ្លៃដោយសារវាត្រូវការ CPU ច្រើនខួរក្បាលច្រើនទំហំផ្ទុកទិន្នន័យធំហើយ Mainframe វាថយតិចមកដល់ Mid Range ថយតិចណាទៅតាមប្រភេទក្រុមហ៊ុនអញ្ចឹងក្រុមហ៊ុនធំដែលផ្ដល់សេវាកម្មនៅលើបណ្ដាញអ៊ីនធឺណិតអីហ្នឹងដូចជាពួកFacebook Google អញ្ចឹងពពួកហ្នឹងយើងឃើញពីផ្ដល់សេវាកម្មគឺ24ម៉ោងអាចបិទបានទេអញ្ចឹងយើងចង់ភ្ញាក់ម៉ោងប៉ុន្មាននៅ Facebook ហ្នឹងចង់ post status post drama អីផ្សេងហ្នឹងចំនួនអ្នកដែលប្រើប្រាស់ហ្នឹងរាប់លានរាប់សិបលានអាចដល់100លានអ្នកអញ្ចឹងបើសិនជាសមត្ថភាពល្មមផុសទិន្នន័យទៅវាអាចគាំងហើយអញ្ចឹងតើត្រូវការ Computer ដែលមានសមត្ថភាពខ្ពស់អញ្ចឹងនៅក្នុងខាងលើទាំង3ហ្នឹងដែលជាប្រភេទគេប្រើជា server ផ្ដល់សេវាកម្មឲ្យអ្នកប្រើប្រាស់តាមប្រព័ន្ធអនឡាញណាប្រភេទ computer ខាងក្រៅគេនេះគឺគេហៅពពួក personal computer ពពួក personal computer គឺជា computer
យើងប្រើប្រាស់បាទសម្រាប់ client សម្រាប់អ្នកប្រើប្រាស់ធម្មតា3លឿននេះគឺបើកចោលអត់បិទទេបែប personal computer នេះអាចប្រើបើអត់ប្រើគាត់អាចបិទបានបាទអញ្ចឹង personal computer គឺសមត្ថភាពតិចណាប៉ុន្តែមានការប្រើប្រាស់ច្រើនដោយមានតម្លៃថោកធូរថ្លៃអញ្ចឹងពេលខ្លះយើងអត់អ្នកប្រើប្រាស់អត់ត្រូវការផ្ដល់សេវាទៅឲ្យគេផ្សេងប្រើប្រាស់ទេអញ្ចឹងបើសិនយើងអត់ចាំបាច់ត្រូវទិញដល់ computer server មកប្រើទេយើងត្រូវទិញ personal computer មកប្រើទៅបានហើយអញ្ចឹង personal computer បាទនេះចែកចេញជាប្រមាណប្រភេទនៅក្នុងនេះបាទឯកសារខ្លះដាក់មាន6ប្រភេទបាទឯកសារគឺមាន5ប្រភេទអញ្ចឹងយើងញែកវាទៅ6ប្រភេទហ្នឹងដោយសារតកតងនឹងពពួក embed operating system ដូចជាបាទប្រព័ន្ធដែល computer ដែលប្រើ embed ដែលដាក់បញ្ចូលនៅក្នុងប្រព័ន្ធដូចជា LAN ដូចជាទូទស្សន៍វៃឆ្លាតអីហ្នឹងបាទអ្នកខ្លះនៅក្នុងនេះគេដាក់ច្បាច់បញ្ចូលគ្នាបាទគេអាចនិយាយពពួកដូចជា variable ហ្នឹងយើងអាចចាត់ទុកវាជាពពួក embed operating system អញ្ចឹងពពួកដែល computer អាចប្រើគេហៅច្បាច់បញ្ចូលដាក់នៅក្នុងឧបករណ៍វៃឆ្លាតទាំងឯកសារខ្លះគេញែកឯកសារខ្លះអត់ញែកទេបាទដូចក្នុងនេះគឺគេនិយាយតែ5ទេគឺពួក desktop laptop tablet smartphone ហើយនិង variable បាទអញ្ចឹងពួក desktop យើងដឹងហើយនៅរូបរាង computer desktop បាទ desktop គឺវាទំហំវាធំល្មមអាចដាក់នៅលើតុបាទឬដាក់ក្បែរតុហ្នឹងប៉ុន្តែវាអត់អាចដាក់ក្នុងវ៉ាលីកាបូបបាទយកទៅតាមខ្លួនបានទេគេដាក់នៅតុដើម្បីធ្វើការបាទជាទូទៅយើងឃើញនៅក្នុង office គេច្រើនប្រើ computer desktop ហ្នឹងយើងមានទំហំធំហើយតម្លៃសមត្ថភាពរបស់វាដំណើរការលឿនដែរបើប្រៀបធៀបជាមួយនឹង laptop បាទហើយក៏ជាទូទៅគេទិញអាហ្នឹងបាទអាចថោកជាង laptop បាទប្រៀបធៀបជាមួយនឹង laptop ដែលមាន CPU ហើយ hard disk បាទ RAM អីហ្នឹងបាទប៉ុនគ្នាគឺ desktop ថោកជាងណាមួយទៀត computer laptop ឬគេហៅថា notebook បាទ computer ហ្នឹងគឺទំហំវាយើងឃើញរូបនេះណាវាតូចល្មមអាចដាក់ចូលក្នុងបាទកាបូបយួរបាទយកតាមខ្លួនបាទមានបាទអាចទម្ងន់វាស្រាលហើយស្ដើងបាទអញ្ចឹងងាយស្រួលយកតាមខ្លួនអញ្ចឹងដល់ពេលយើងធ្វើបទបង្ហាញផ្សេងយើងអាចយកlaptop ហ្នឹងបាទអញ្ចឹងវាឃើញពពួក laptop វាមានបាទអេក្រង់ហើយនឹង keyboard mouse ហ្នឹង all in one អញ្ចឹងងាយស្រួលការប្រើប្រាស់ដែរបាទប្រភេទ computer មួយប្រភេទទៀតគេហៅ tablet អញ្ចឹង tablet វាតូចវាស្ដើងជាង laptop ណាជាពិសេសយើងស្គាល់ពួកiPad បាទអញ្ចឹងគាត់ថាសមត្ថភាពវាតិចបាទវាយឺតជាងពួក laptop អញ្ចឹងពេលខ្លះយើងប្រើវាគាត់ថាសម្រាប់ធ្វើការកត់ត្រា note បាទអាច check ទៅលើព័ត៌មានអនឡាញអីចឹងទៅឬក៏តកតងនឹងការផ្ញើ email ផ្ញើអីដោយសារវាមានទំហំធំជាងទូរស័ព្ទដៃងាយស្រួលក្នុងការមើលឯកសារបាទហើយងាយស្រួលក្នុងការអាចពេលខ្លះអាចប្រើចំនួន laptop អីបានដោយសារយើង connect ជាមួយនឹង keyboard bluetooth អីចឹងទៅបាទហើយស្រាលងាយស្រួលតាមយកតាមខ្លួនហើយស៊ីថ្មតិចចឹងទៅប្រើបានយូរហើយពពួក smartphone នេះយើងឃើញបាទបច្ចុប្បន្ន smartphone ក៏ជាប្រភេទ personal computer ដែរបាទអញ្ចឹងទូរស័ព្ទវៃឆ្លាតណាមិនមែនពពួក N7 អត់មានវាមិនមែនជាពពួកN7 មិនមែនជា smartphone ទេអញ្ចឹងបច្ចុប្បន្នហ្នឹងដូចបាទ Oppo Huawei ហើយ Samsung បាទអាច iPhone ហ្នឹងបាទពួក smartphone អញ្ចឹងពួកហ្នឹងជា personal computer បាទអាចមានអេក្រង់ធំល្មមពពួកដូចជាបើជាងប្រើ iPhone វាមានពពួក
cái nó là bộ nó thông là món nghe xua không ca mừ đấy để và vì mình tụi về mà bộ iPhone thom đá bị hơn ekran tụi chẳng nè đài cho chật phở và phở internet trơn ảnh mờ video mờ lấy và cả công sản này xem cái chân phở bộ vừa nhảy thì iPhone bộ Pro Max vì ekran hiện thông máy cạnh đáy đã ba cái bàn rồi nữa và chẳng ảnh check email ảnh nhà mail ấy và nên mình ép mạch đồ này lơ tụ sắp đáy đến chừng check tay dân nghỉ rồi không cả và một tiết bộ wearable là bộ wearable bộ ảnh và vẹn năng luôn những bạn vẹn năng đầy ấy nó là wearable rồi chỉ Apple Watch năng bộ embed và software có biết bộ embed operating system và chân miền bộ computer khác vì integrate vì embed cho môiឧបករណ៍វិញឆ្លាតការពួក IoT Internet of Things ដូចនៅក្នុង LAN បាទនៅក្នុង Smart TV អីបាទនៅក្នុងនេះបាទឯកសារនេះអត់បញ្ជាក់ទេតែយើង search តាមបាទនៅក្នុងAI យើងអាចឃើញមានហើយហ្នឹងក៏ជាប្រភេទការចាត់ទុកជា personal computer ដែរណាបាទអញ្ចឹងនៅក្នុង computer វាមាន hardware គេហៅ personal computer hardware ហ្នឹងវាមានចែក hardware ផ្នែករឹងបើ software គេហៅផ្នែកទុនវាជាកម្មវិធី computer ណាហើយមិនមែនជាផ្នែកទុននៃ computer មិនមែនអេប៉ុងមិនមែនសលៃទេគឺជាកម្មវិធីគេថា software ហ្នឹងបាទហើយនឹង hardware ពពុះផ្នែករឹងហើយមើលឃើញកាន់បានហើយនិយាយចំនោះគឺវាជាឧបករណ៍អេឡិចត្រូនិកអញ្ចឹង computer ដំណើរការតើតែមាន software ហើយនិង hardware ហ្នឹងបាទដាក់បញ្ចូលគ្នាទៅវាមានដំណើរការតែអាចដំណើរការបានណាអញ្ចឹងគាត់ថា hardware គេបែងចែកចេញជាអាចជា4ប្រភេទនេះនៅក្នុងនេះណា 4 category បាទពពុះសំខាន់អញ្ចឹងមាន system unit input output secondary storage ហើយនិង communication system unit ពពុះ hardware ហ្នឹងបានន័យថាបាទគឺជា container គឺជាកន្លែងដែលផ្ទុកទៅដោយឧបករណ៍សមាសធាតុអេឡិចត្រូនិកដែលបង្កើតបានទៅជា computer system ហ្នឹងបាទអញ្ចឹងនៅក្នុង computer វាមាន system unit ហ្នឹងបាទដែលសម្បូរទៅដោយឧបករណ៍គ្រឿងអេឡិចត្រូនិកទី2ហើយ input output គឺជាគ្រឿង hardware អេឡិចត្រូនិកមកហើយយើងបែងចែកសម្រាប់ input គឺបញ្ចូលទិន្នន័យចូលក្នុង computer ហើយ output គឺវាចេញទិន្នន័យចេញពី computer មកវិញបាទព្រោះក្នុងន័យបច្ចេកទេសគឺពួក input នោះដូច mouse keyboard ហ្នឹងវាជាអ្នកបកប្រែទិន្នន័យហើយនឹងកម្មវិធីបាទពីភាសាមនុស្សទៅជាភាសា computer ណាព្រោះហើយប្រសេសអស់វិញបាទអាចឲ្យ computer យល់បើសិនជា output វិញដូចជាពួក speaker ដូចជាអេក្រង់នេះក៏វា output ដែរវាបញ្ចេញទិន្នន័យមកខាងក្រៅវិញអញ្ចឹងក្នុងពាក្យបច្ចេកទេសគេថា output device ហ្នឹងវាជាអ្នកបំលែងទិន្នន័យបាទបំលែងព័ត៌មានចេញពី computer ចូលទៅក្នុងទម្រង់មួយដែលមនុស្សអាចយល់មកវិញណាតើតើ hardware ទី3នៃការ secondary storage បាទ secondary storage គឺជាគេហៅអង្គចងចាំអចិន្ត្រៃយ៍អញ្ចឹងវាមិនមែនជាអង្គចងចាំបណ្ដោះអាសន្នទេគេហៅ unlike មិនដូច memory ទេបាទពួក secondary storage វាផ្ទុកទិន្នន័យហើយនឹងកម្មវិធីទោះបីជាបាទយើងប្រើ computer ហើយយើងអគ្គិសនីអត់មានមិនថាយើងដាច់ចរន្តអីអាចបើកបាទទៅរកទិន្នន័យដែលយើងផ្ទុកនឹងបានបាទឧទាហរណ៍ដូចជាពពួក USB drive ក៏ដូចជា hard disk hard drive ហ្នឹងឬក៏ optical drive បាទ CD បាទដែលយើងបាទអាច copy ឬក៏ burn ចូលនៅក្នុងបាទ drive ហ្នឹងបាទហ្នឹងគេហៅពពួក secondary storage
ហើយពួក primary storage ដូចជាអង្គចងចាំបណ្ដោះអាសន្នដូចជា RAM បាទកុំព្យូទ័រវាមានអង្គចងចាំបណ្ដោះអាសន្នមួយសម្រាប់ផ្ទុកទិន្នន័យបណ្ដោះអាសន្នបាទដល់ពេលយើងបើកទិន្នន័យផ្សេងគឺវា load ចូលក្នុង RAM ហ្នឹងដើម្បីសម្រួលបាទការងារដំណើរការឲ្យ CPU គណនាបានលឿនគេហៅអង្គចងចាំបណ្ដោះអាសន្នហ្នឹងមែន RAM ចូលម្ដងទៀតឧបករណ៍មួយប្រភេទទៀតគឺ communication បាទបច្ចុប្បន្នហ្នឹងយើងប្រើកុំព្យូទ័រគឺចាំបាច់ត្រូវភ្ជាប់ទៅកាន់បណ្ដាញអ៊ីនធឺណិតអញ្ចឹងនៅពេលដែលយើងចង់ភ្ជាប់ទៅបណ្ដាញអ៊ីនធឺណិតវាត្រូវការ communication device ឧបករណ៍ហ្នឹងណាបាទដើម្បីអាចឲ្យកុំព្យូទ័រតាក់ទងជាមួយកុំព្យូទ័រផ្សេងទៀតបានបាទយើងប្រើ communication device ដូចជាពួក modem អញ្ចឹងទូរស័ព្ទដៃរាល់ថ្ងៃហ្នឹងគេហៅពួកមាន built-in modem នៅក្នុងហ្នឹងដើម្បីអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនអ៊ីនធឺណិតហើយក្រុមហ៊ុនអ៊ីនធឺណិតគឺជាកន្លែងមួយដែលផ្ដល់ផ្លូវអាចឲ្យយើងតាក់ទងជូនទិន្នន័យទៅកាន់អ៊ីនធឺណិតបានអញ្ចឹងយើងចូលមកមើលនៅក្នុង system unit យើងនេះណាបើសិនជាកុំព្យូទ័រ desktop យើងបើកមើលក្នុងកេសហ្នឹងគេហៅពួកក្នុងប្រអប់ system unit ហ្នឹងវាមានអីខ្លះនៅក្នុងហ្នឹងបាទអញ្ចឹង hardware 2សំខាន់នៅក្នុងហ្នឹងទី1គេហៅបាទ microprocessor ហ្នឹងគេជាខួរក្បាលកុំព្យូទ័រនេះ microprocessor ហើយទី2គឺបាទ memory អង្គចងចាំបាទយ៉ាងអង្គចងចាំវាផ្ទុកទិន្នន័យបណ្ដោះអាសន្នសម្រាប់បញ្ជូនទិន្នន័យហ្នឹងទៅឲ្យខួរក្បាលកុំព្យូទ័រ microprocessor គណនាហើយវាបញ្ជូនត្រឡប់មកវិញហើយបញ្ចេញលទ្ធផលមកតាមរយៈអេក្រង់ហ្នឹងបាទចឹងពួក memory ដូចពួក RAM នេះពេលយើងកុំព្យូទ័រក៏កំពុងដំណើរការបាទបើសិនជាករណីដែលប្រើប្រាស់ភ្លើងដាច់អីគឺទិន្នន័យនៅក្នុងអង្គចងចាំបណ្ដោះអាសន្នហ្នឹងវានឹងបាត់បង់ដែរវាខុសពី secondary storage hard disk បាទវានឹងចងចាំជាអចិន្ត្រៃយ៍ទោះបីដាច់ភ្លើងក៏ដោយពួក input output device មានសំលម្អិតដែរ input បកប្រែទិន្នន័យចូលក្នុងកុំព្យូទ័របាទដែលហើយកុំព្យូទ័រយល់ទៅជាទម្រង់ភាសាកុំព្យូទ័រអញ្ចឹង input វាជាពួក keyboard ក្តារចុចហ្នឹងហើយនឹង mouse បាទយើងប្រើចុចដើម្បី select ជ្រើសរើសហ្នឹង mouse ហើយនឹងដូចជា microphone នេះក៏គេអាចចាត់ទុកជាពួក input ដែរណាតែពួក output ដូចបាទវាបកប្រែទិន្នន័យពីកុំព្យូទ័រចូលទៅទម្រង់ព័ត៌មានមួយអាចប្រើប្រាស់ហើយមនុស្សអាចមើលយល់ការ output វាបញ្ចេញមកលើអេក្រង់ក៏ដូចជាបញ្ចេញមកលើกระดาษតាមរយៈម៉ាស៊ីនបោះពុម្ព printer ហ្នឹងបាទឬក៏ speaker បាទការទងបាសហ្នឹងដើម្បីឲ្យយើងអាចស្ដាប់បានបាទហ្នឹងហៅ output device ណាហើយយើងចូលមកដល់នេះ secondary device បាទអង្គចងចាំអចិន្ត្រៃយ៍ផ្ទុកទិន្នន័យកម្មវិធីទោះបីអត់មានចរន្តក៏ដោយណាអញ្ចឹង hard disk បាទយើងទិញកុំព្យូទ័រយើងដឹង hard disk ម៉ាន G ហ្នឹងទូរស័ព្ទបាទគេប្រើ solid state storage បាទ SSD បាទអញ្ចឹងគឺជាអង្គចងចាំមួយដែលអាចផ្ទុកទិន្នន័យបាទទោះបីអត់មានចរន្តក៏ដោយណា SSD ទូចស្ដើងបាទទូរស័ព្ទភាគច្រើនគេប្រើនេះបើកុំព្យូទ័រវាមានអាចប្រើ hard disk ផងហើយអាចប្រើ solid state storage ហ្នឹងផងព្រោះ solid state storage វាថ្លៃបាទល្បឿនវាដើរលឿនបាទអញ្ចឹងកុំព្យូទ័រដែលស្ដើងគេប្រើពួក solid state storage នេះបាទវាស៊ីភ្លើងតិចហើយវាមានអត់មានផ្នែកណាមួយវិលដូច hard disk ទេបាទ hard disk វាមានផ្នែកវិលដូច CD អញ្ចឹងយើងស្ដាប់ទៅឮសំឡេងពួក SSD ឮសំឡេងមួយទៀត secondary storage គេហៅ optical disk គឺយើងឃើញ CD DVD ឬក៏ Blu-ray ហ្នឹងបាទ CD compact disk បាទ DVD បាទវាខុសគ្នាទៅតាមទំហំបាទហ្នឹងពពួកនេះគឺប្រើ laser technology ដើម្បីបាទផ្ទុកទិន្នន័យក៏ដូចជាអានទិន្នន័យត្រឡប់មកវិញ CD DVD អ្នកនរគ្នាប្រហែលជាស្គាល់តែ Blu-ray បាទអានេះមក CD មួយអាចផ្ទុកបានប្រហែលជា500 600ទៅ700អញ្ចឹង DVD អាចផ្ទុកបានដល់ G បាទអាចប្រហែលដល់ជាង 10G ហើយ Blu-ray អាន30 40ទៅ 50G អញ្ចឹង
ដែលពពួក 3D ទំហំវាធំរូបវាច្បាស់ចឹងវាប្រើបច្ចេកវិទ្យា Blu-ray នេះដើម្បីបាទអាចបង្កើតឬក៏ផ្ទុកទិន្នន័យនៅក្នុង Blu-ray ហ្នឹងបាទឲ្យអ្នកប្រើប្រាស់យកទៅប្រើអាចយកទៅបញ្ចាំងកុនអីនៅក្នុងបាទហូបកុនផ្សេងដែលមាន 3D អីឬក៏ 4D ហ្នឹងបាទ តាក់ទងឧបករណ៍ទំនាក់ទំនងបាទ communication device វាផ្ដល់សមត្ថភាពឲ្យ personal computer អាចទំនាក់ទំនងបាទតាមរយៈ modem វាបំលែងសំឡេងក៏ដូចជាវីដេអូហើយប្រភេទទិន្នន័យផ្សេងទៀតអាចឆ្លងកាត់តាមអ៊ីនធឺណិតបាទបញ្ជូនទៅកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតបាទអូខេចឹងយើង